គ្នាហើយក្រោយលោកផែងវណ្ណៈបង្ហោះសារថាឲ្យខ្លួនចំស្រាប់តែលោកស្រីទីតាណាឆ្លើយតបវិញភ្លាមបែបនេះថាបើនិយាយពីឈ្មោះត្រីដាណាជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ជាជាមិនខានថាអ្នកស្រីទីតាណាជាអ្នកជំនួញស្រីមួយរូបភាពដែលមានភាពជោគជ័យខ្លាំងគួរឲ្យកោតសរសើរហើយបច្ចុប្បន្នអ្នកស្រីក៏មានឈ្មោះបោះសម្លេងនិងទទួលបានការគាំទ្រខ្លាំងមិនធម្មតាពីសំណាក់មហាជនមេងចាស់នៅក្នុងប្រទេសកម្ពុជាផងដែរយ៉ាងណាមិញនៅកាលពីពេលថ្មីនេះអ្នកគាំទ្ររបស់អ្នកស្រីបានមានការភ្ញាក់ផ្អើលផងដែរក្រោយអ្នកស្រីបានបង្ហោះសារមួយម៉ាត់យ៉ាងខ្លីថាចង់បញ្ចប់ជីវិតរបស់ខ្លួននៅលើគណនី Facebook ផ្លូវការរបស់អ្នកស្រីដែលមានចំនួនអ្នក follow 75លាននាក់ផងដែរក្រោយបង្ហោះសារចង់បញ្ចប់ជីវិតមិនបានប៉ុន្មានផងស្រាប់តែគេបានឃើញអ្នកស្រី live វីដេអូយំសោកនៅលើបណ្ដាញសង្គមដោយរៀបរាប់ពីទុក្ខលំបាកនៅក្នុងចិត្តរបស់អ្នកស្រីជាច្រើនឲ្យមហាជនបានដឹងថែមទៀតផងទន្ទឹមនឹងនេះដែរអ្វីដែលកាន់តែក្តៅនោះគឺក្រោយឃើញអ្នកស្រីទីតាណាបង្ហោះសារនិងបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook រួចស្រាប់តែគេបានឃើញនៅលើគណនី Facebook របស់លោកផែងវណ្ណៈដែលមានឈ្មោះថា PVNU បានបង្ហោះនៅក្នុងនៃផ្ដាំទៅអ្នកស្រីទីតាណាឲ្យឈប់ត្រាម៉ានៅលើបណ្ដាញសង្គម Facebook ទៀតទៅបើអ្នកស្រីចង់បញ្ចប់ជីវិតមែនអ្នកស្រីគួរតែរកវិធីផ្សេងដែលល្អជាងការ live ត្រាម៉ានៅលើបណ្ដាញសង្គមក្រោយឃើញលោកផែងវណ្ណៈបង្ហោះសារចំឲ្យខ្លួនបែបនេះស្រាប់តែអ្នកស្រីត្រីដាណាបានធ្វើការថតសារនោះយកមកបង្ហោះនៅលើបណ្ដាញសង្គមដោយអមជាមួយនឹងសំណេរយ៉ាងខ្លីដូចនេះថាសូមអរគុណសម្រាប់យោបល់លោកពូបងប្អូនចង់ឲ្យខ្ញុំរើសយកមួយណាដែរក្នុងចំណោមយោបល់លោកពូនោះ